អាចកំបាំងកំណប់ដ៏មហាសាលរបស់កប៉ាល់លិចក្រោមបាតសមុទ្រទាំង5កន្លែងដែលមានតម្លៃរាប់ពាន់លានដុល្លារហើយខ្លះនៅតែបាត់រហូតមកដល់សព្វថ្ងៃនេះតើអ្នកដឹងទេថានៅក្រោមបាតសមុទ្រដ៏ត្រជាក់និងងងឹតនោះកំពុងតែលាក់ទុកនៅទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារកប៉ាល់ដឹកកំណប់រាប់រយគ្រឿងបានលិចក្នុងមហាសមុទ្រអស់រយៈពេលរាប់រយឆ្នាំមកហើយទុកទៅដោយមាសប្រាក់ត្បូងពេជ្រនិងកំណប់ដែលមនុស្សសុបិនចង់បានថ្ងៃនេះយើងនឹងស្វែងយល់ពីកំណប់កប៉ាល់លិចទាំង5កន្លែងដែលធំជាងគេថ្លៃជាងគេនិងអាចកំបាំងជាងគេបំផុតខ្លះត្រូវបានរកឃើញហើយខ្លះទៀតនៅតែកំពុងរងចាំអ្នកស្វែងរកនៅក្រោមបាតសមុទ្រទឹកជ្រៅកំណប់ដំបូងនិងល្បីល្បាញជាងគេគឺកប៉ាល់ San Jose របស់ប្រទេសអេស្ប៉ាញកប៉ាល់នេះបានលិចនៅថ្ងៃទី8ខែមិថុនាឆ្នាំ1708ក្នុងសមរភូមិដ៏សាហាវជាមួយកងទ័ពជើងទឹកអង់គ្លេសនៅឆ្នេរប្រទេសកូឡុំប៊ីអ្វីដែលធ្វើឲ្យ San Jose ពិសេសនោះគឺតម្លៃកំណប់របស់វាអ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានថា San Jose ផ្ទុកមាសប្រាក់និងត្បូងមរកតដែលមានតម្លៃរហូតដល់រាប់ពាន់លានដុល្លារកប៉ាល់នេះត្រូវបានគេហៅថា Holy Grail of Shipwreckវាត្រូវបានរកឃើញនៅឆ្នាំ2015ដោយក្រុមអ្នកបុរាណវិទ្យាប៉ុន្តែថាតើអ្នកណាជាម្ចាស់កម្មសិទ្ធិប្រទេសកូឡុំប៊ីទាមទារថាជាគេដំណើរជាតិរីឯអេស្ប៉ាញក៏ទាមទារដែរការជជែកដណ្ដើមគ្នានេះនៅតែបន្តរហូតមកដល់សព្វថ្ងៃកំណប់ទី2គឺកប៉ាល់ Nuestra Señora de Atocha ឈ្មោះនេះមានន័យថាព្រះនាងរបស់យើងនៃ Atocha កប៉ាល់នេះបានលិចនៅថ្ងៃទី6ខែកញ្ញាឆ្នាំ1622ដោយសារព្យុះមច្ចរាជយៈនៅឯឆ្នេរ Florida Keys សហរដ្ឋអាមេរិកអស់រយៈពេលជាង300ឆ្នាំគ្មាននរណាដឹងថាវានៅទីណាទេរហូតដល់អ្នករុករកកំណប់ឈ្មោះ Mel Fisher បានតាំងចិត្តស្វែងរកវាអស់រយៈពេល16ឆ្នាំគាត់បានលក់អស់ទ្រព្យសម្បត្តិរបស់គាត់ស្ទើរតែខ្ទេចខ្ទីអស់ហើយគាត់ប្រឈមមុខនឹងក្តីវិនាសគាត់បានបាត់បង់កូនប្រុសប្រពន្ធនិងកូនប្រសារក្នុងដំណើរការនៃការស្វែងរកនេះនៅទីបំផុតនៅថ្ងៃទី20ខែកក្កដាឆ្នាំ1985គាត់បានរកឃើញកំណប់នេះតម្លៃសរុបប្រហែល400លានដុល្លារហើយសប្តាហ៍ថ្ងៃនេះកំណប់របស់ Atocha ត្រូវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរកំណប់ទី3មិនមែនជាកប៉ាល់តែមួយទេតែជាកងនាវាទាំងមូលនៅឆ្នាំ1715កងនាវាអេស្ប៉ាញចំនួន11គ្រឿងកំពុងដឹកជញ្ជូនកំណប់ពីពិភពលោកថ្មីត្រឡប់ទៅអេស្ប៉ាញវិញតែព្យុះមច្ចរាជយៈមួយបានវាយប្រហារហើយកប៉ាល់ទាំង11គ្រឿងបានលិចស្ទើរតែទាំងអស់នៅឯឆ្នេររដ្ឋ Florida សប្តាហ៍ថ្ងៃនេះតំបន់នោះត្រូវបានគេហៅថា Treasure Coast ឬឆ្នេរកំណប់អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺសូម្បីតែសប្តាហ៍ថ្ងៃនេះអ្នកស្វែងរកកំណប់នៅតែបន្តរកឃើញកាក់មាសនិងប្រាក់នៅលើឆ្នេរនោះទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះគេបានរកឃើញកាក់ជាង1000ដុំមានតម្លៃជាង1លានដុល្លារកំណប់ទី4មិនមែនមកពីសម័យអាណានិគមទេតែមកពីសង្គ្រាមលោកលើកទី2កប៉ាល់ SS Gasopa របស់អង់គ្លេសកំពុងដឹកជញ្ជូនប្រាក់ពីប្រទេសឥណ្ឌាទៅកាន់ចក្រភពអង់គ្លេសនៅខែកុម្ភៈឆ្នាំ1941តែវាត្រូវបាននាវាមុជទឹកអាល្លឺម៉ង់បាញ់គ្រាប់មីស៊ីល Torpedo ដ៏កាចសាហាវមួយហើយបានធ្វើឲ្យកប៉ាល់ SS Gasopa បានលិចនៅក្នុងមហាសមុទ្រអាត្លង់តិកកប៉ាល់នេះផ្ទុកប្រាក់បាប្រហែល240តោនវាត្រូវបានរកឃើញដោយក្រុមហ៊ុន Odyssey Marine Exploration ហើយតម្លៃសរុបនៃប្រាក់នេះគឺប្រហែល218លានដុល្លារនេះជាបរិមាណលោហៈធាតុមានតម្លៃច្រើនជាងគេដែលគេធ្លាប់រកឃើញពីកប៉ាល់លិចមួយកំណប់ទី5គឺជាកំណប់ដែលមានតម្លៃច្រើនជាងគេបំផុតតែក៏ជាកំណប់ដែលនៅមិនទាន់រកឃើញដែរកប៉ាល់ Merchant Royal របស់អង់គ្លេសត្រូវបានគេដាក់ឈ្មោះហៅក្រៅថា El Dorado of the Seas El Dorado នៃសមុទ្រវាត្រូវបានលិចនៅខែកញ្ញាឆ្នាំ1641នៅឯឆ្នេរ Cornwall នៃប្រទេសអង់គ្លេសដោយសារលិចធ្លាយទឹកក្នុងពេលមានព្យុះដ៏កំណាចមួយតើវាផ្ទុកអ្វីខ្លះនៅក្នុងកប៉ាល់នោះមានផ្ទុកសម្បត្តិដ៏មហារសាលរួមមានមាស500ដុំប្រាក់400ដុំកាក់រាប់សែនគ្រឿងអលង្ការនិងត្បូងជាច្រើនអ្នកជំនាញបានប៉ាន់ស្មានថាកំណប់នេះមានតម្លៃរហូតដល់1000លានដុល្លារប៉ុន្តែទីតាំងពិតប្រាកដរបស់កប៉ាល់នេះនៅតែជាអាចកំបាំងរហូតមកដល់សប្តាហ៍ថ្ងៃនេះមានការប៉ុនប៉ងស្វែងរកជាច្រើនលើកប៉ុន្តែគ្មាននរណាជោគជ័យទេ Merchant Royal នៅតែកំពុងរងចាំអ្នកស្វែងរកនៅក្រោមបាតសមុទ្រទឹកជ្រៅនេះជាហេតុការណ៍គួរឲ្យចាប់អារម្មណ៍មួយចំនួនអំពីកំណប់នៃកប៉ាល់ដែលបានលិចទី1អ្នករុករកកំណប់សម័យទំនើបប្រើរ៉ូបូតក្រោមទឹកនិងសូណាដើម្បីស្វែងរកកប៉ាល់លិច
ទី2 កប៉ាល់លិចភាគច្រើនមិនត្រឹមតែមានកំណប់ទេវាក៏ជាម៉ាស៊ីននៃពេលវេលាដែលផ្ដល់ព័ត៌មានអំពីជីវិតនិងបច្ចេកវិទ្យារបស់មនុស្សនាសម័យបុរាណផងដែរទី3ការទាមទារសិទ្ធិកម្មសិទ្ធិលើកំណប់កប៉ាល់ដែលបានលិចច្រើនតែបញ្ចប់នៅក្នុងតុលាការប្រទេសក្រុមហ៊ុននិងសូម្បីតែក្រុមគ្រួសារអ្នកមានតែងតែប្រកែកគ្នាថាអ្នកណាជាម្ចាស់កម្មសិទ្ធិត្រឹមត្រូវកំណប់កប៉ាល់លិចគឺជាភស្តុតាងដែលបង្ហាញថាមហាសមុទ្រមិនត្រឹមតែជាកន្លែងលាក់ខ្លួនរបស់សត្វចម្លែកប៉ុណ្ណោះទេវាក៏ជាកន្លែងបញ្ចុះសពរបស់ក្តីសុបិនការប៉ុនប៉ងនិងទ្រព្យសម្បត្តិរាប់មិនអស់ផងដែរតើអ្នកធ្លាប់ឮពីកំណប់ទាំងនេះពីមុនទេតើអ្នកគិតថា Merchant Royal នឹងត្រូវបានរកឃើញនៅថ្ងៃណាមួយទេសូមសរសេរក្នុង comment ខាងក្រោមប្រសិនបើអ្នកចូលចិត្តវីដេអូនេះសូមជួយចុច like share subscribe ហើយចុចកណ្ដឹងដើម្បីកុំឲ្យខកខានវីដេអូថ្មីៗអំពីអាថ៌កំបាំងនៃមហាសមុទ្រទៀតសូមអរគុណសម្រាប់ការទស្សនារបស់អ្នកហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ